ឯកឧត្តមបណ្ឌិតអភិបាលខេត្តនាំយកសារលិខិតរំលែកទុក្ខនិងថវិការបស់សម្ដេចថាបតីហ៊ុនម៉ាណែតនិងលោកជំទាវ ពេជ្រច័ន្ទមនីចូលរួមរំលែកទុក្ខគ្រួសារស្លាប់យុទ្ធជនជួរមុខកំពង់ស្ពឺនៅថ្ងៃទី16ខែកក្កដាឆ្នាំ2026ឯកឧត្តមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌអភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺនិងឯកឧត្តមយមសុខុមប្រធានក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមសម្ដែងការសោកស្ដាយនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយនឹងក្រុមគ្រួសារសពលោកនីតូយឿនសោភាអាយុ21ឆ្នាំដែលជាយុទ្ធជនបំពេញភារកិច្ចនៅសមរភូមិជួរមុខសពលោកនីតូយឿនសោភាត្រូវបានធ្វើបុណ្យតាមប្រពៃណីស្ថិតនៅភូមិត្រពាំងអូលឃុំភ្នាយស្រុកសំរោងទងខេត្តកំពង់ស្ពឺយោងតាមប្រភពព័ត៌មានបានឲ្យដឹងថាលោកនាយតូយឿនសោភាគឺជាយុទ្ធជននៃអង្គភាពកងវរៈសេនាតូចលេខ241កងពលតូចអន្តរកម្មលេខ4ដែលឈរជើងបំពេញភារកិច្ចការពារជាតិនៅប្រាសាទតាមាន់មុនពេលកាត់ហេតុលោកក៏បានសុំច្បាប់មេបញ្ជាការដើម្បីមកលេងផ្ទះរយៈពេល2ថ្ងៃហើយនៅក្នុងអំឡុងពេលធ្វើដំណើរត្រឡប់ទៅជួបមកវិញលោកក៏បានឆ្លៀតចូលទៅសួរសុខទុក្ខម្ដាយមីងប៉ុន្តែជាអកុសលក៏បានជួបគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យបាត់បង់ជីវិតតែម្ដងឆ្លៀតក្នុងមរណទុក្ខដ៏ក្រៀមក្រំនេះអាយដាមបណ្ឌិតជឹមច័ន្ទសុភ័ណ្ឌបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើការសាកសួរសុខទុក្ខនិងរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតពីសំណាក់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីហ៊ុនម៉ាណែតព្រមទាំងរូបឯកឧត្តមផ្ទាល់ក្រុមការងារមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធទូទាំងខេត្តកំពង់ស្ពឺដែលបានសម្ដែងនៅការសោកស្ដាយយ៉ាងខ្លាំងនិងបានចាត់ទុកការបាត់បង់រូបលោកគឺជាការបាត់បង់នៅកូនប្រុសស្វាមីឬបងប្អូនជាទីស្រឡាញ់ក្នុងគ្រួសារនិងជាការបាត់បង់យុទ្ធជនដ៏ក្លាហានមួយរូបដែលបានលះបង់កម្លាំងកាយចិត្តក្នុងការបំពេញភារកិច្ចការពារបូរណភាពទឹកដីនាពេលកន្លងមកទន្ទឹមនឹងនេះដើម្បីជួយសម្រាលទុក្ខលំបាកនិងទំនុកបម្រុងដល់ក្រុមគ្រួសារសពឯកឧត្តមអភិបាលខេត្តក៏បាននាំយកថវិការបស់សម្ដេចថាបតីហ៊ុនម៉ាណែតនិងលោកជំទាវបណ្ឌិតពេជ្រច័ន្ទមនីចូលរួមឧបត្ថម្ភថវិកាចំនួន40លានរៀលទៅប្រគល់ជូនគ្រួសារសពព្រមទាំងបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកនីតូយឿនសោភាបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ